សួរលោកគ្រូថ្ងៃនេះខ្ញុំធ្វើកិច្ចការមួយពាក់ព័ន្ធទៅនឹងការបង្កើត YouTube server ជាដំបូងខ្ញុំត្រូវការចុច new ដើម្បីបង្កើត YouTube server ដាក់ឈ្មោះវាថា Ubuntu server 2 ហើយកន្លែងនេះខ្ញុំដាក់ទីតាំងវានៅក្នុង 3D skip វាទៅហើយកន្លែងនេះខ្ញុំជ្រើសរើសយកអង់គ្លេសហើយខ្ញុំយក continue without updating ហើយនេះកន្លែងនេះខ្ញុំយក YouTube server ហើយដានទៅហើយកន្លែងនេះខ្ញុំយក default ហើយដានទៀតម្ដងកន្លែងនេះខ្ញុំដាក់ឈ្មោះ server របស់ខ្ញុំដាក់ username server name use ហើយកន្លែងខ្ញុំយកដានទៀតជាបន្តខ្ញុំធ្វើការ disable នៅ Cloud Init ហើយមូលហេតុអីបានយើងត្រូវការ disable Cloud Init ព្រោះមូលហេតុទាំងអស់នេះវា auto ដើម្បីautomation នៃបង្កើតអត្តពលនេះឡើងហើយក្នុងនេះយើងអត់ចង់ឲ្យវាធ្វើអញ្ចឹងទេយើងចង់ disable វាចោលតែយើងប្រើ command sudo type ហ
បន្ទាប់មកយើង verify ថាតើវាបាន disable មែនឬអត់យើងប្រើ command cat /etc/cloud /cloud init this ហើយវាចេញមកចឹងបានន័យថាយើងបាន disable ហើយបន្ទាប់មកខ្ញុំធ្វើការ update វាចេញចឹងបានន័យថាយើង disable ហើយបន្ទាប់មកខ្ញុំធ្វើការ update ហើយនឹង upgrade ថា sudo apt update ហើយចំពោះកិច្ចការទី1គឺមានតែប៉ុណ្្នឹងនេះគឺជាកិច្ចការទី2ពាក់ព័ន្ធទៅនឹង basic command UMI ដើម្បី check ថាតើ user នឹងជាណាគេនេះជាឈ្មោះ user របស់ខ្ញុំហើយចំពោះ command ទី1គឺពាក់ព័ន្ធទៅនឹង check ទៅលើ current directory គឺប្រើ command pwd នេះគឺជា current directory ដែលខ្ញុំឈរនៅទីតាំង home/kindred2 នេះហើយតមកយើងទៅកាន់ list command ទី2គឺ list នៅ file ដែលយើងបានបង្កើតឬក៏ folder អីចឹងទៅដែលមាននៅក្នុង system របស់យើងតមក file របស់យើងគឺទៅទេអត់មានស្អីទេហើយចំពោះ command cd គឺ change command ទី3គឺ cd ដើម្បី change directory ឧទាហរណ៍ថាខ្ញុំ cd ទៅកាន់ directory ណាមួយប៉ុន្តែក្នុងនេះយើងអត់ទាន់បានបង្កើតនៅ file directory ណាមួយទេហើយ command មួយទៀត cd/ នេះមានន័យថា change directory ដូចគ្នាក៏ប៉ុន្តែវា change ទៅកាន់ root ពេលយើង enter ហើយ check មើល pwd គឺវាទៅកាន់ root ខ្ញុំ cd មកវិញដើម្បី change directory មកកាន់ directory ដើមរបស់យើងវិញហើយកិច្ចការបន្ទាប់គឺយើងបង្កើតនៅ file មួយ patch file ដោយប្រើ command patch ហើយឈ្មោះ file ខ្ញុំដាក់ថា mytext.mytext.txt នេះគឺជា command ដើម្បីបង្កើត file ហើយខ្ញុំ check ls មើលហើយ file របស់យើងគឺត្រូវបានបង្កើតហើយបន្តមកទៀតគឺយើងត្រូវការបោះទិន្នន័យចូលទៅកាន់ file ដែលយើងប្រើ command echo ហើយយើងបោះ text ដែលយើងចង់បោះចូលទៅក្នុងហ្នឹងឧទាហរណ៍ខ្ញុំដាក់ថា welcome ហើយប្រើសញ្ញាធំជាងដើម្បីបោះចូលទៅ file មួយណាខ្ញុំដាក់ mytext បោះទៅក្នុង file mytext របស់យើង .extension វាផងហើយបន្តមកខ្ញុំចង់ដឹងថាតើ file ហ្នឹងមានអីខ្ញុំប្រាប់មិនមកថា cat ចឹងដឹងថាតើក្នុង file ហ្នឹងយើងពិតជាបានបោះមែនអត់ហើយលើយើងបោះឈ្មោះ file ហើយនឹង extension របស់វាទៅ mytext.txt គឺយើងពិតជាបានទទួលនៅ data ដែលយើងបានបោះចូលមែនហើយ command មួយទៀតគឺយើងត្រូវការ delete នៅ file ហ្នឹងចេញចំពោះការ copy file delete file គឺយើងប្រើ rm ហើយយើងចង់ delete file អីគេ file mytext.txt អត់ ម្ដងទៀតគឺអត់ឃើញទេហើយបន្ទាប់មកទៀតគឺយើងប្រើ command មួយដើម្បីបង្កើត directory យើងប្រើពាក្យ ប្រើ command mkdir making directory ហើយខ្ញុំដាក់ឈ្មោះថា su5 ls ឃើញហើយបន្ទាប់មកខ្ញុំត្រូវការ remove វាចេញវិញខ្ញុំប្រើ rm
empty ហើយឈ្មោះថា SU5 ហើយឡើងមើលបាត់មែនហើយបន្ទាប់មកទៀតយើងត្រូវការឈាមបន្ទាប់មកទៀតពាក់ព័ន្ធទៅនឹងយើងប្រើ comment ទៅលើ network ព្រោះយើងត្រូវការ ping ទៅកាន់ Google មួយដាក់ ping google.com ហើយ ping ទៅហើយវា ping អញ្ចឹងគឺវាអត់ឈប់ទេយើងត្រូវការផ្ដាច់ទៅប្រើ comment Ctrl C ហើយបន្តមកទៀតយើង check ទៅលើ show network info ពេលយើង IP ហើយនេះគឺជា IP របស់យើងហើយចំពោះកិច្ចការទី2មានតែប៉ុណ្ណឹងហើយនេះគឺជាកិច្ចការទី3ពាក់ព័ន្ធទៅនឹងការ remove តាមរយៈ ASH ទៅខ្ញុំ check QMI ដើម្បី check ដើម្បី remove តាមរយៈ ASH បានខ្ញុំត្រូវការបង្កើតនៅត្រូវការ update មួយសិនហើយបន្ទាប់មកខ្ញុំត្រូវការ download នៅ Pen ASH server ឥឡូវយើងបាន install ហើយបន្ទាប់មកទៀតគឺខ្ញុំត្រូវការ enable នៅ ASH ហ្នឹងប្រើ sudo system control system ctl ហើយបន្ទាប់មកយើងត្រូវការ enable now នៅ ASH ហ្នឹងហើយបន្ទាប់មកទៀតខ្ញុំត្រូវការ check លើ status system នៅកន្លែងខ្ញុំត្រូវការ check លើ IP របស់វាហើយដោយសារតែខ្ញុំអត់បាន check ទៅខ្ញុំ shut down សិនហើយយើងបាន IP របស់យើងគឺ 192.168.13.1
831ទៅហើយឥឡូវខ្ញុំបាន remove ចូលហើយខ្ញុំ cache មើលហួរហើយ check មើលហួរហើយសិនខ្ញុំសាកបង្កើត directory មួយចេញហើយក្នុង server របស់យើងអត់អាចមើលបានគឺចេញដូចគ្នាcache មើល slash នេះជា user របស់យើងហើយចំពោះកិច្ចការ remove តាមរយៈ ASX ខ្ញុំមានតែប៉ុណ្ណឹងហើយនេះគឺជាកិច្ចការទី4ពាក់ព័ន្ធទៅនឹង command hardware ទី1ខ្ញុំ check លើ IP សិនឬក៏ខ្ញុំបាយ UMI មុនខ្ញុំ check ទៅ IP ហើយខ្ញុំបាន IP ហើយបន្ទាប់មកខ្ញុំទៅ remove តាមរយៈ ASX Bảy tâm bảy chết tập 301ចំពោះ comment ទី1ខ្ញុំត្រូវការ LS CPU មួយដើម្បីសូននៅ CPU architecture ហើយនេះជាអ្វីដែលយើងបានទទួលបានពេលយើងប្រើ comment ហ្នឹងហើយបន្តមកទៀតគឺយើងប្រើ Xtop ដើម្បី check ទៅលើប្រសាសន៍ប៉ុន្តែមុននឹងយើងប្រើ Xtop គឺយើងត្រូវប្រើ comment sudo ដើម្បី install វាសិនព្រោះវាមិនមែនជា package ឬក៏ជា comment មួយនៅក្នុង Linux ហ្នឹងទេយើងត្រូវការ comment មកទៅការតឡាងវាសិន sudo apt install Xtop ហើយនេះគឺជាប្រសាសន៍នៅពេលយើងប្រើ Xtop គឺវាស្រួលមើលជាជាងយើងប្រើ LSCView LSCView ជាជាងយើងប្រើ PSAUX ដើម្បីផ្លាយវាបានយើងប្រើ Ctrl C ហើយបន្តមកទៀតខ្ញុំត្រូវការ check ទៅលើ RAM check ទៅលើ RAM ប្រើ command free .h នេះគឺជា RAM របស់ខ្ញុំហើយ command មួយទៀតគឺយើង check ទៅលើ hard disk ម្ដងគឺទៅលើ storage របស់យើងនេះគឺជា hard disk របស់ខ្ញុំហើយបន្តមកខ្ញុំចង់បង្ហាញវាជាលក្ខណៈ tree ខ្ញុំប្រើ ls blk ls blk នេះវាបង្ហាញជាលក្ខណៈ tree ហើយបន្តមកទៀតខ្ញុំប្រើ ps ម្ដង AUX គឺសូននៅប្រសាសន៍របស់ CPU ទាំងអស់ដែលយើងប្រើជំនួសមិញជាមួយនឹង Xtop គឺអញ្ចឹងវាច្រើនហើយបន្តមក comment ចុងក្រោយមួយទៀតគឺយើងប្រើដើម្បី kill នៅប្រសាសន៍ហ្នឹងយើងប្រើ kill ហើយដក9ហើយយើងអាចបោះនៅ PID របស់ processor ណាមួយដែលយើងចង់ kill បានប៉ុន្តែក្នុងខ្ញុំអត់បាន kill ទៅលើ processor ណាមួយទេហើយ comment មួយទៀតពាក់ព័ន្ធទៅនឹង system sudo shutdown ទី1គឺប្រើ sudo shutdown
ហើយមួយទៀតគឺយើងអាចដាក់ shutdown now ទៅដើម្បីវា shutdown ភ្លាមៗហើយឬក៏យើងអាចប្រើដក on នេះដើម្បី restart ហើយ now ដូចគ្នាហើយចំពោះកិច្ចការទី4ខ្ញុំមានតែប៉ុណ្្នឹងទេហើយនេះគឺជាកិច្ចការទី5ពាក់ព័ន្ធទៅនឹង compress file ខ្ញុំ check ទៅតម្លៃមុនខ្ញុំ check IP ពីខ្ញុំប្រើ remote តាមរយៈ ASH ជាដំបូងខ្ញុំត្រូវការបង្កើតនៅ directory មួយសិន check ខ្ញុំបង្កើតថែមទៀត FL1 FL2 LM គឺខ្ញុំបានបង្កើត3អាចាស់មួយខ្ញុំអត់ចាំសិនឥឡូវខ្ញុំ remove ចាស់ហើយកិច្ចការបន្តមកទៀតគឺខ្ញុំត្រូវការបង្កើតនៅ directory ដដែលទេប៉ុន្តែនៅក្នុង directory ហ្នឹងមាន directory តទៀតតើដក p វាបញ្ជាក់ថាជា parent បន្ទាប់មកខ្ញុំដាក់នៅក្នុង demo /etc/ data ចោលចុះដោយសារកន្លែងនេះពាក់ព័ន្ធនឹង file configuration ខ្ញុំសូមបដូរកន្លែងខ្ញុំដាក់ថា su5/data mkdir cannot create directory demo សូជាលក្ខណៈ tree យើងប្រើ ls ដក m on ឥឡូវយើងបានប៉ុណ្ណេះហើយបន្ទាប់មកទៀតយើងធ្វើការបង្កើត file មួយ touch my folder /text.txt ដុំទៀតខ្ញុំត្រូវការ zip file ហើយដក air ដាក់ឈ្មោះថ្មីដែលយើងចង់ zip គេដាក់ថា my zip .zip ដោយសារតែខ្ញុំអត់បាន install នៅ zip ហ្នឹងមក ft install
ហើយវាបើវិញមកម្ដងទៀតគឺខ្ញុំបាន zip file ឡើងមួយហើយឈ្មោះថា myzip ហើយខ្ញុំ zip ចេញពី my folder នេះហើយបន្ទាប់មកខ្ញុំធ្វើការ unzip វាវិញហើយខ្ញុំប្រើពាក្យ unzip ហើយខ្ញុំ unzip វាវិញ unzip ឈ្មោះរបស់យើងឈ្មោះ zip ឥឡូវកន្លែងនេះខ្ញុំចង់ដាក់វាលើអាចាស់មកវិញខ្ញុំបាយ yes មកខ្ញុំ ls ម្ដងទៀតគឺខ្ញុំបាន declare ទៅលើឈ្មោះ file ដើមរបស់វាហើយបន្តមកទៀតធ្វើតកតងទៅនឹង file តាម្ដងគឺខ្ញុំប្រើតាហើយដក cf ហើយដកថា my តាដកតាខ្ញុំដាក់ថាខ្ញុំ remove ចាស់ចោលមកអត់អូអាmy fault ចាស់ខ្ញុំបាន remove ចោលហើយបន្ទាប់មកខ្ញុំទៅការតាមួយទៀតយកកិច្ចការហ្នឹងខ្ញុំមានតែប៉ុណ្្នឹងហើយកិច្ចការនេះពាក់ព័ន្ធទៅនឹងការកិច្ចការមួយធ្វើពាក់ព័ន្ធទៅនឹង user management ហើយខ្ញុំ remove តាមជា SA ដូចគ្នា web drive ហើយដំបូងខ្ញុំធ្វើការបង្កើតនៅ user add ដើម្បី add នៅ user cd home មានតែមួយទេហើយខ្ញុំបង្កើតនៅ sudo user add ដាក់ទៅ John ហើយខ្ញុំ set password ឲ្យទៅ John ហ្នឹង sudo passwd ហើយខ្ញុំដាក់1 2 3ហើយបន្ទាប់មកខ្ញុំចង់ check ទៅក្នុង file របស់ខ្ញុំថា file configuration តើមាន user ចុះដែលយើងបានបង្កើតនឹងមានមែនអត់ cat/ct/passwd passwd នេះជា file របស់យើងដែលយើងបានបង្កើតបន្ទាប់មកខ្ញុំ clear សិនខ្ញុំទៅការ delete នៅ file នឹងចោលសិនព្រោះខ្ញុំអត់ទាន់បានបោះ home directory របស់អីឲ្យទៅ user មួយហ្នឹងទេប្រើ user del John ឥឡូវវាបាត់ហើយ check មើលក្នុងនេះម្ដងទៀត John លើបានបាត់ហើយតោះមកយើងបង្កើត John តារាប៉ុន្តែលើនេះគឺយើង add នៅ add នៅ home directory ហើយនឹងមួយចំនួនថែមទៀតខ្ញុំប្រើ sudo user add
ខ្ញុំដាក់ស្អឹមបង្កើត home entity និងដាក់ s មួយទៀតគឺដើម្បីបង្កើត default cell ឲ្យវាហើយខ្ញុំដាក់ទៅក្នុង bin pass ហើយឈ្មោះ John ដដែលអូសិតខុស of already exist ចឹងខ្ញុំបង្កើតឈ្មោះថ្មីមកទៅដាក់ថា new user មកហើយខ្ញុំ set password ឲ្យវា sudo pass wd new user ខ្ញុំដាក់1 2 3តែការបន្ទាប់ទៀតគឺខ្ញុំធ្វើការ log ចូលទៅកាន់ user មួយហ្នឹង cd sudo user ហើយខ្ញុំបាយ pd គឺខ្ញុំទៅក្នុង home ហើយនឹង new user មួយហ្នឹងខ្ញុំប្រើ mkdir មួយហ្នឹងដាក់ថា folder ឥឡូវបានហើយបន្ទាប់មកទៀតខ្ញុំ check មើលនៅក្នុង path នេះ file configuration swd ឥឡូវវាបានហើយហើយបន្ទាប់ខ្ញុំនឹងទៅការ exit ទៅកាន់ user ដើមរបស់ខ្ញុំវិញបើ exit មកទៅបាន user នឹងទៅដែរហើយខ្ញុំ cd ទៅកាន់ user ដើមរបស់ខ្ញុំវិញនេះជា user ដើមរបស់ខ្ញុំ user root របស់ខ្ញុំ ls ហើយចំពោះកិច្ចការ user management ខ្ញុំមានតែប៉ុណ្្នឹងទេជាសិលគ្រូថ្ងៃនេះខ្ញុំមកធ្វើកិច្ចការមួយប្រព័ន្ធទៅនឹងការបង្កើត group ហើយនឹងកំណត់ទៅលើ permission ជាមុនខ្ញុំធ្វើការ reboot តាមរយៈ ASA ហើយបន្តមកទៀតខ្ញុំធ្វើការបង្កើត group ចំនួន3ទី1 developer ហើយខ្ញុំរត់ ID វាដាក់ 1500 ហើយមួយទៀតដាក់ 1100 ជាមួយ UI ហើយមួយទៀតឈ្មោះ DevOps ហើយបន្តមកទៀតខ្ញុំធ្វើការ list នៅ list នៅ group ដែលខ្ញុំបានបង្កើតហ្នឹងហើយយើងបានហើយ 1500 1600 1800ឈ្មោះវាមួយដែលយើងបានបង្កើតហើយហើយបន្តមកទៀតខ្ញុំធ្វើការ delete នៅ group មួយឈ្មោះ developer ខ្ញុំសូវវាម្ដងទៀតgroup developer គឺយើងបាន delete ហើយឥឡូវខ្ញុំបង្កើតវាឡើងវិញ
ខ្ញុំសូវាឡើងវិញឥឡូវវាមកវិញហើយជំហានបន្តមកទៀតខ្ញុំបង្កើត file text ចំនួន3ទី1 developer vision.tat ខ្ញុំ list វាមើលឥឡូវ file នេះយើងបានបង្កើតហើយបន្តមកទៀតខ្ញុំធ្វើការ change permission ទៅឲ្យ file text ទាំង3ហ្នឹង change mode ចំពោះការកំណត់ទី1គឺពាក់ព័ន្ធនឹង user យើងដាក់7ហ្នឹងស្មើទៅនឹង RWX ដែលអាច read write ហើយនឹង execute ហើយមួយទៀតទី5លេខ5ពាក់ព័ន្ធទៅនឹង group អត្ថភាពបុគ្គលនឹងអាចទី5ហ្នឹងក៏អាច read ហើយនឹង execute ហើយទី5មួយទៀតក៏អាច read និង execute ដូចគ្នាចំពោះ file ទាំង3ដែលយើងបានបង្កើតនេះទី1គឺ developer process .tt ពេលយើងលិះមើលម្ដងទៀតយើងបាន permission របស់ developer process .tt DevOps ហើយនឹង UI គឺ read តាមភាសាដែលយើងបានកំណត់គឺ755ទី1គឺ user គឺគាត់អាច read write and execute ហើយ group គឺគាត់អាច read ហើយនឹង execute ហើយចំពោះ other ក៏អាច read and execute ដូចគ្នាបន្តមកទៀតខ្ញុំធ្វើការ add user ចូលទៅកាន់ group មិន sudo user mode .g ឲ្យដាក់ឈ្មោះ group របស់យើងដល់ពេលដាក់ចូលទៅកាន់ CL server ហើយជា UI ខ្ញុំដាក់ចូល M10ហើយបន្តមកខ្ញុំត្រូវការបោះ file TXT ដាក់ចូលក្នុង group របស់យើង sudo change owner good access authority អ
បន្ទាប់មកទៀតខ្ញុំធ្វើការកំណត់ permission ទៅឲ្យបោះ file របស់ DevOps ដើម្បីកុំឲ្យ user ដទៃអាចចូលទៅដើម្បីការពារកុំឲ្យ user របស់ UI ឬក៏ developer អាច access ទៅកាន់ DevOps នឹងបានមួយខ្ញុំត្រូវការ change permission sudoខ្ញុំដាក់7 0ហើយចំពោះ group ហើយចំពោះ user គឺអាច access បាន pool ហើយចំពោះ group គឺ full ដូចគ្នាហើយចំពោះ other ខ្ញុំដាក់0ខ្ញុំលីសមើលចំពោះ DevOps គឺយើងបាន change ហើយដើម្បី test មើលបានខ្ញុំធ្វើការ change ទៅកាន់ user ឈ្មោះ CR71បន្ទាប់មកខ្ញុំ check មើល file ហ្នឹងឥឡូវគឺយើងបានធ្វើហើយយើងអាច check ទៅលើ file ហ្នឹងបានទេដោយសារយើងបានកំណត់ទៅលើ permission វាចុងក្រោយគឺអាច execute ឬក៏ retry បានទេ other permission deny